រឿង scam online រឿងគ្រឿងញៀនរឿងលៀងសម្អាតប្រាក់រឿងជួញដូរមនុស្សវាប្រតិកលាគ្នាថ្ងៃនេះយើងបិទយើងលើកប្រធានបទរឿងគ្រឿងញៀនហើយគ្រឿងញៀននេះខ្ញុំបាននៅក្នុងសន្ទរកថាក៏ដូចជាប្រជុំ2ថ្ងៃហើយគឺមានការបដិញ្ញាចិត្តនិងវិភាគពីចំណុចខ្លាំងចំណុចខ្សោយអស់ហើយខ្ញុំឯកភាពនឹងគ្រប់គ្រងទាំងស្រុងហើយក៏សូមលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិសមត្ថកិច្ចពាក់ព័ន្ធអាជ្ញាធរជាតិវាប្រឆាំងគ្រឿងញៀនបន្តធ្វើកិច្ចការងារនេះព្រោះរឿងនេះគឺជារឿងសំខាន់ពាក់ព័ន្ធជាមួយនឹងសង្គមសេដ្ឋកិច្ចរបស់យើងពាក់ព័ន្ធជាមួយនឹងយុវជនរបស់យើងដែលជាអនាគតរបស់ជាតិរបស់យើងអញ្ចឹងកិច្ចការទាំងអស់នេះគឺខ្ញុំសូមធ្វើការកោតសរសើរនិងសូមលើកទឹកចិត្តដើម្បីបន្តជំរុញបន្ថែមទៀតហើយនេះគឺជាការបដិញ្ញាចិត្តធ្វើមិនមែនដើម្បីសម្រាប់តែរាជរដ្ឋាភិបាលអនុវត្តគោលនយោបាយដើម្បីបានថាជា checklist មួយថាបានធ្វើហើយទេប៉ុន្តែធ្វើដើម្បីប្រទេសជាតិអនាគតរបស់យើងទាំងអស់គ្នារឿងនេះយើងដឹងហើយប្រទេសយើងកំពុងឆ្លងកាត់នៅដំណាក់កាលដែលលំបាកប្រឈមជាច្រើនដែលទាមទារឲ្យយើងអាចថាបញ្ហាខ្លះធ្វើយើងឲ្យរបួសប៉ុន្តែវាទាមទារឲ្យយើងមិនត្រូវអង្គុយទៅនឹងហើយដេកអានីលទៅនឹងដោយសារខ្ញុំរបួសជើងជប់ទៅលេងមុខដៃរួចរកស៊ីអីលេងកើតដេកស្លាប់ទៅនឹងនោះទេតែផ្ទុយទៅវិញវាត្រូវឲ្យយើងពង្រឹងខ្លួនយើងតាមរយៈទី1ការសម្អាតនៅអ្វីដែលជាចំណុចខ្សោយរបស់យើងទី2ពង្រឹងអ្វីដែលជាចំណុចខ្លាំងរបស់យើងអានេះត្រូវធ្វើក្នុងនោះបញ្ហាគ្រឿងញៀនជាបញ្ហាដែលយើងត្រូវសម្អាតដោយជាការបដិញ្ញាចិត្តរបស់អាជ្ញាធរនេះតែយើងត្រូវធ្វើបញ្ហា scam online ក៏ជាបញ្ហាដែលត្រូវសម្អាតផ្ទះយើងដែរបាទបញ្ហានេះខ្ញុំសូមបញ្ជាក់ជូនអង្គប្រជុំក៏ដូចជាប្រជាពលរដ្ឋដែលមើលទៅតាមផ្ទះឬមួយក៏តាមប្រព័ន្ធផ្សព្វផ្សាយការងារបង្ក្រាបទប់ស្កាត់ scam online មិនមែនជារឿងថ្មីសម្រាប់រដ្ឋាភិបាលទេប៉ុន្តែមានការចាប់អារម្មណ៍នៅក្នុងយុទ្ធនាការប្រមាណអាទិត្យទេប៉ុន្តែរឿងនេះគឺយើងបានធ្វើតាំងពីអាណត្តិមុននោះចុងអាណត្តិមុនសម្ដេចកលាហោមបង្កើតក្រុមការងារពិសេសចាត់ចែងដឹកនាំតាមគោលការណ៍របស់សម្ដេចតេជោដើម្បីចាប់ផ្ដើមអនុវត្តទៅលើការប្រតិបត្តិកាស៊ីណូអនឡាញឬល្បែងអនឡាញកិច្ចការនោះត្រូវបានបន្តរហូតដល់ដើមអាណត្តិនេះក្រសួងស្នូលទទួលកិច្ចការងារនេះគឺក្រសួងមហាផ្ទៃដែលបានដឹកនាំកិច្ចការងារនេះពីដើមអាណត្តិបានធ្វើការងារជោគជ័យច្រើនតាមរយៈការបង្កើតក្រុមការងារពិសេសដឹកនាំដោយអាដាមសុខផលក្រុមការងារអន្តោប្រវេសន៍ក្រុមការងារអគ្គស្នងការនគរបាលជាតិរឿង scam online រឿងសន្តិសុខសវត្ថិភាពសង្គមរឿងគ្រឿងញៀនរឿងអីនេះវាប្រតិកលាគ្នានៅក្នុងការទទួលខុសត្រូវរួមរបស់យើងមិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ក្រសួងមហាផ្ទៃព្រោះក្រសួងមហាផ្ទៃជាក្រសួងគោលមែនជាក្រសួងស្នូលដែលទទួលបន្ទុកលើរឿងបញ្ហាសន្តិសុខសង្គមប៉ុន្តែវាជាកាតព្វកិច្ចទាំងអស់របស់យើងទាំងអស់គ្នារួមទាំងប្រជាពលរដ្ឋផងឧទាហរណ៍រឿងគ្រឿងញៀននិយាយចឹងគេថាបន្ទោសប្រជាពលរដ្ឋខ្ញុំមិនបន្ទោសប្រជាពលរដ្ឋទេប៉ុន្តែប្រជាពលរដ្ឋក៏មានកាតព្វកិច្ចក្នុងការចូលរួមទី1កុំប្រឡូកជាមួយវាចូលរួមទី2អប់រំណែនាំកូនចៅកុំឲ្យប្រឡូកជាមួយវាខ្លួនឯងកុំប្រឡងជាមួយវាទី3ជួយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងការបង្ក្រាបវានេះគឺជាកិច្ចការងាររួមអញ្ចឹងនៅក្នុងដើមអាណត្តិរហូតដល់ដើមឆ្នាំ2025គឺយើងមានយន្តការនេះបានដឹកនាំអនុវត្តជោគជ័យឲ្យដំសន្ធិភិសន្ធិបណ្ឌិតបានដឹកនាំកិច្ចការងារតាមរយៈយន្តការពិសេសឲ្យដំសុខផលបូកជាមួយនឹងអគ្គស្នងការនគរបាលជាតិសហការជាមួយដៃគូយើងច្រើនប្រទេសយើងបានធ្វើបាទប៉ុន្តែសួរថាវាអស់ទេអត់អស់ទេវានៅមានយើងត្រូវទទួលស្គាល់ការពិតអញ្ចឹងហើយបានជានៅដើមឆ្នាំ2025នេះយើងបានបង្កើតជាគណៈកម្មការចំពោះកិច្ចដឹកនាំប្រយុទ្ធប្រឆាំងជាមួយនឹងការឬ scam online ឬក៏ហៅថាបទ
ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលក្នុងនោះមាននាយករដ្ឋមន្ត្រីជាប្រធានបន្ទាប់មកយើងមានក្រសួងស្ថាប័នពាក់ព័ន្ធច្រើនមានក្រសួងការពារជាតិក្រសួងយុតិធធម៌ក្រសួងការបរទេសក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយក្នុងនោះមានក្រសួងបច្ចេកវិទ្យាក្រសួងអាដាមជីវ៉ាន់ដេតក្រសួងអាដាមកែវរតនៈរ៉ែនឹងធម្មពលព្រោះត្រូវការកាត់ភ្លើងត្រូវការកាត់ទឹកពេលខ្លះវិធានក្រសួងមានទាំងធនាគារជាតិព្រោះរឿងនេះវាមិនមែនតែពាក់ព័ន្ធតែរឿង scam បោកវាតាក់ទងសម្អាតប្រាក់ឬមួយអីផ្សេងទៀតហើយមានស្ថាប័នជាច្រើនរាជធានីខេត្តចូលរួមជាមួយថាពួកបង្កើតដើម្បីអីទី1បង្ហាញអំពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទទួលស្គាល់ថាបញ្ហា scam online នេះគឺជាបញ្ហាដែលត្រូវរួមកម្លាំងគ្នាជួយទៅដល់ក្រសួងស្ថាប័នជាពិសេសក្រសួងបាបទៅរួមគ្នាធ្វើមិនមែនជាកិច្ចការតែមួយបកគលឲ្យការតែរួមគ្នាធ្វើហេតុអីបានជាត្រូវការប្រើកម្លាំងដាក់ក្រសួងការពារជាតិនៅក្នុងនឹងព្រោះពេលខ្លះត្រូវប្រើប្រាស់កម្លាំងកងទ័ពដើម្បីជួយគ្រប់គ្រងមិនមែនបានន័យថាព្រោះក្នុងកងទ័ពនឹងមានកងរាជអាវុធហត្ថមានកម្លាំងស៊ុបខេត្តកម្លាំងកងពលកម្លាំងអីព្រោះពេលខ្លះកម្លាំងនគរបាលជាតិប្រតិបត្តិការកន្លែងខ្លះអត់នេះទេប៉ុន្តែយើងមិនយកទៅហ៊ានទៅបាញ់យើងមើលតម្លាក់គ្រាប់បែកលើកន្លែង scam ទេបាទកម្ពុជាអត់ធ្វើចឹងទេបាទរឿងពាក់ព័ន្ធជាមួយនឹង scam គឺជារឿងអនុវត្តច្បាប់យើងអនុវត្តអត់មែនយកកំភ្លើងទៅបាញ់យកគ្រាប់បែកទៅតម្លាក់ព្រមកំភ្លើងផ្លោងដាក់ទេតែយើងសហការកម្លាំងអនុវត្តច្បាប់នៅតែជាកម្លាំងនគរបាលជាតិកម្លាំងរាជអាវុធហត្ថប៉ុន្តែពេលខ្លះត្រូវការកម្លាំងគ្រប់គ្រងជួនកាលវាធំវារីកត្រូវការព្រោះកងរាជអាវុធហត្ថនិងនគរបាលជាតិអត់មានប្រើប្រាស់តែសម្រាប់អនុវត្តឬមួយទៅចាំកន្លែង scam ទេក្រោយពីបង្ក្រាបបិទគប់ព្រោះគាត់ត្រូវធ្វើការងារស្នូលច្រើនទៀតសន្តិសុខសង្គមនៅតាមភូមិឃុំជាប្រចាំចរាចរណ៍អីផ្សេងអញ្ចឹងអ្វីដែលខ្ញុំលើកនោះគឺថាការរៀបចំគណៈកម្មការចំពោះកិច្ចនៅដើមឆ្នាំ2025គឺដើម្បីបង្កើននៅបង្ហាញអំពីសុឆន្ទៈនិងការប្រមូលផ្ដុំទុនធានដើម្បីធ្វើ